របស់ដែលធ្វើឲ្យស្រីស្រឡាញ់ចៅវិញដោយចៅមិនបាច់ស្រឡាញ់គេទេគេស្រឡាញ់ចៅវិញប្រុសក៏ដោយស្រីក៏ដោយគឺចៅត្រូវមានចំណេះដឹងខ្ពង់ខ្ពស់រៀនឲ្យពូកែឲ្យឆ្លាតបង្ហាញអិរិយាបថជាអ្នកសិក្សាជាអ្នកចេះមិនផឹកស្រាច្រើនមិនលេងល្បែងមិននិយាយក្តរក្តិតជាសាធារណៈមិនដើរជាមួយវងអន្តពេលមិនបង្អួតគេហើយកុំឲ្យស្អុយមាត់កុំឲ្យមានអាចតិចកុំឲ្យមានរោមច្រមុះមុជទឹកដោះសាប៊ូឲ្យត្រឹមត្រូវស្លៀកពាក់ខោអាវទោះចាស់ឬថ្មីបោកឲ្យស្អាតដើរកុំឈូសដីឲ្យហុយកុំលហេតុរហូតរៀបចំខ្លួនជាអ្នករៀនសូត្រជាអ្នកចេះដឹងជាអ្នកយកចិត្តទុកដាក់បើចៅជាប្រុសស្រីគេតាមស្រឡាញ់ចៅហើយបើចៅជាស្រីនៅស្រុកខ្មែរយើងយល់ខុសលាបលេឲ្យសបច្ចេញសាច់ខ្លួនយល់ឃើញថាតាក់ប្រុសបានអត់ទេតាក់បានតែពេលទេតែគេស៊ីពងក្រហមអស់គេកវត្តចោលអាមួយមកទៀតស៊ីពី3ដងកវត្តចោលទៀតស៊ីពី3ដងកវត្តចោលយូរទៅយើងទៅជាម៉ាំទៅជាប្រអកស្រីមានគេផុសរូប AI មួយគេថាលក្ខណៈស្រីមាន4យ៉ាងដែលសំខាន់ណាទី1គឺសម្ដីផ្អែមទី2គឺចរិយាទី3គឺរក្សានៅចិត្តថ្លើមល្អទី4គឺរូបសម្ផស្សអត់ទេអ្វីដែលគេនិយាយពីលក្ខណៈស្រីទាំង4យ៉ាងហ្នឹងគឺខុសទាំងអស់ស្រីដែលគេស្រឡាញ់មិនដោយសាររឿងហ្នឹងទេទាំង4យ៉ាងដែលនិយាយហ្នឹងសម្រាប់គេស៊ីចោលទេគេចាក់ទៅគេស៊ីចោលគេឲ្យលាស់ចោលទៅអស់ពងក្រហមគេឲ្យលាស់ទៅដល់មកវេនទៀតគេឲ្យលាស់ទៅហើយបើលោកធំឬសេដ្ឋីគេបានគេសម្រាប់បំពេញបំណងតណ្ហាគេតាមរយៈទេក្រោយមកគេទៅមានស្រីថ្មីអញ្ចឹងអាគុណភាព4យ៉ាងដែលគេធ្វើរូប AI ផ្សាយនៅក្នុង Facebook អីហ្នឹងអត់ពិតទេអ្វីដែលពិតជាងគេស្រីទី1ត្រូវមានចំណេះចេះដឹងទី2មានលក្ខណៈមាំមួនក្នុងការគ្រប់គ្រងគ្រួសារមិនមែនអង្គុយយះជើងឲ្យប្តីសុទ្ធទេទី3ត្រូវបង្ហាញភាពថ្លៃថ្នូរមួយដែលធ្វើឲ្យប្តីចាត់ទុកថាដើរទៅណាជាមួយនឹងស្រីហ្នឹងគឺមានកិត្តិយស4គឺធ្វើឲ្យកិច្ចការប្តីឬក៏កន្លែងការងារប្តីឬក៏មុខរបរប្តីចម្រើនរុងរឿងស្រីដែលមានលក្ខណៈសម្បត្តិហ្នឹងបុរសគេរក្សាទុកជាដៃគូដ៏យូរអង្វែងចំណែកស្រីលេបលេណាមុខសកខ្មៅឬក៏តកែសម្ផស្សឬក៏តបូមខ្លាញ់ជារបស់ដែលគេចាក់ចោលទេសង្គមណាក៏ដូចសង្គមណាដែរគេអត់ត្រូវការស្រីចឹងទេហើយបើនៅក្នុងសង្គមអាមេរិកវិញនៅពេលដែលគេត្រូវការស្រីអញ្ចឹងគេរៀបការដោយកុងត្រាស្អីទៅហៅថារៀបការដោយកុងត្រាឧទាហរណ៍ថាបរិសុទ្ធនឹងមានលុយ 1000 លានគេរៀបការជាមួយស្រីនឹងតាមកុងត្រាដាក់ថាបើលេងដាក់គ្នាគេឲ្យប៉ុណ្ណេះលានមកពីអីស្រីហ្នឹងគេអត់យកធ្វើជាដៃគូជីវិតរហូតទេគេយកបំពេញតណ្ហាអញ្ចឹងនៅពេលដែលយើងស្រឡាញ់គេម្នាក់មូលហេតុចម្បងមូលហេតុដែលធំជាងគេគឺចៅរៀនអត់ប្រការ